មានគ្នាយើងឆ្ងល់ច្រើនណាស់សម្រាប់វីដេអូមួយនេះតាក់ទងជាមួយនឹងបងខ្យល់ថាតើបងខ្យល់មួយណាសួរជីជាងគេបងខ្យល់ខ្ញុំបែងចែកជាពីរយ៉ាងងាយៗបងប្អូនមានប្រភេទបងខ្យល់កែនិងក្រុមហ៊ុនចំណុចទី1ខ្ញុំសូមលើកនិយាយពីប្រភេទបងខ្យល់កែសិនជាប្រភេទបូមស៊ីនយើងយកទៅកែច្នៃឲ្យដាក់ជាមួយនឹងកផ្លោកចូលកផ្លោកមានន័យថាអាពងខ្យល់ហ្នឹងបងប្អូនពងខ្យល់ដែលដាក់ជាមួយនឹងបូមស៊ីនយើងហ្នឹងដើម្បីឲ្យយើងប្រើប្រភេទបងខ្យល់បានឡើងចុះបានទាំងអស់គ្នាហ្នឹងជាប្រភេទកែច្នៃប្រភេទទី2យើងទិញ set ហ្នឹងមកគឺយកមកដាក់ហ្មងយើងអត់ត្រូវការកែច្នៃបន្ថែមទេបូមហ្នឹងគឺចេញពីក្រុមហ៊ុនមកមិនអាហ្នឹងគឺចាប់ដាក់យកហ្មងអាហ្នឹងដែលខ្ញុំនិយាយថាប្រភេទបូមក្រុមហ៊ុនទាំងអស់គ្នាអញ្ចឹងបូមខ្ញុំនិយាយងាយៗគឺពីរប្រភេទហ្នឹងបូមខ្យល់មានបូមខ្យល់កែច្នៃនិងបូមខ្យល់ក្រុមហ៊ុនឥឡូវយើងនិយាយពីគុណភាពវាម្ដងអញ្ចឹងខ្ញុំនិយាយពីប្រភេទបូមច្នៃមុនទាំងអស់គ្នាប្រភេទបូមច្នៃយើងនឹងស្រាប់ទេការកែច្នៃវាធ្វើអីខុសពីស៊ីនអញ្ចឹងប្រភេទបូមខ្យល់កែច្នៃនេះអាចប្រើបានធម្មតាអត់មានបញ្ហាទេបងប្អូនវាអាចប្រើបានឡើងចុះអីធម្មតាដូចតែបូមក្រុមហ៊ុនអញ្ចឹងប៉ុន្តែបើនិយាយថាគុណសម្បត្តិវាយ៉ាងម៉េចគុណសម្បត្តិវាខុសគ្នាហើយបើយើងនិយាយពីតម្លៃវាក៏តម្លៃវាខុសគ្នាដែរដូចខ្ញុំបានបញ្ជាក់មកអញ្ចឹងសម្រាប់បូមខ្យល់កែច្នៃនិងបូមខ្យល់ក្រុមហ៊ុនយើងអាចប្រើប្រាស់បានដូចធម្មតាអញ្ចឹងអត់មានបញ្ហាទេប៉ុន្តែខុសត្រង់ថាគុណសម្បត្តិនិងគុណវិបត្តិវាខុសគ្នាហើយជាមួយនឹងតម្លៃអញ្ចឹងខ្ញុំនិយាយពីបូមកែច្នៃមុនបងប្អូនសម្រាប់បូមកែច្នៃយើងអាចប្រើប្រាស់បានធម្មតាប៉ុន្តែគុណភាពវាខុសគ្នាត្រង់ថាបូមខ្យល់កែច្នៃយើងត្រូវការប្រើ First ប្រើ Ring ច្រើនទី1ទី2បញ្ហាវាកាត់ឡើងទៅលើវាឆាប់បែកប្រេងចំពោះកង់បូមមុខអញ្ចឹងបូមមុខវាឆាប់បែកប្រេងមែនតើអ្នកនរគ្នាទាមទារឲ្យយើងថែទាំច្រើនទាមទារឲ្យយើងប្រើប្រាស់ថ្នមមិនថាយើងថ្នមខ្លាំងពេកអ្នកនរគ្នាយើងថ្នមថាធ្លាក់កលុកធំអញ្ចឹងណាធ្លាក់កលុកធំយើងត្រូវការថ្នមបើមិនយើងអត់ថ្នមទេយើងធ្លាក់តែម្ដងឬក៏ពីរដងចាប់ដើម by first ហើយកាលណាតែបូម by first បូមហ្នឹងវាជាលេខស្មួតបងប្អូនឈីទៅវារៀងអាលាក់ខ្លាំងមួយទៀតហ្នឹងតាមប្រភេទបូមបងប្អូនបើបូមខ្លះទុនខ្លាំងហ្មងទុនមានន័យថាវាលាស់បងប្អូនវាបានតែស៊ឺតែដល់ពេលវារុញឡើងអត់មានប្រេងចាប់ប្រេងទប់អញ្ចឹងទៅវាលាស់ខ្លាំងអញ្ចឹងហើយហ្នឹងជាបញ្ហារបស់វាហើយទំថែទាំរបស់វាយើងត្រូវការថែទាំច្រើនជាងប្រភេទបូមក្រុមហ៊ុនបងប្អូនហើយបើនិយាយថាការប្រើប្រាស់ខ្ញុំនិយាយទៅជើងក្រុមទេការប្រើប្រាស់យើងអាចប្រើប្រាស់បានដូចគ្នាបងប្អូនអញ្ចឹងគុណសម្បត្តិវានៅមានច្រើនទៀតអញ្ចឹងយើងរៀបរាប់តែប៉ុណ្្នឹងសិនទៅបងប្អូនចូលមកដល់ប្រភេទបូមក្រុមហ៊ុនវិញបងប្អូនដឹងស្រាប់ហើយប្រភេទបូមក្រុមហ៊ុនគឺគេធ្វើចេញពីរោងចក្រមិនគឺប៉ុណ្្នឹងអត់មានត្រូវការកែច្នៃដាក់ចូលឡាននេះទេបងប្អូនអញ្ចឹងបូមនេះយកមកយើងចាប់ចូលតែម្ដងហើយមួយទៀតបងប្អូនបូមក្រុមហ៊ុនវាមានកន្លែងយើង adjustment មានន័យថា adjust ហ្នឹងសម្រាប់ឲ្យយើងសេរីទុនរឹងបានបើប្រភេទបូមកែច្នៃអត់មានប្រភេទបូមសេរីក្បាលបានទេបងប្អូនក្បាលហ្នឹងមានថាដូចនិយាយអញ្ចឹង adjust ហ្នឹងហើយយើងអាចសេរីបានទុនរឹងក៏បានហើយយើងចង់សេរីខ្ពស់ទៀតក៏បានដែរបងប្អូនអញ្ចឹងបូមក្រុមហ៊ុនវាងាយស្រួលអញ្ចឹងបងប្អូនហើយបើថាឲ្យជិះធ្លាក់កលុកវិញបងប្អូនខ្ញុំហ៊ាននិយាយថាធ្លាក់10ដងអត់តាន់បាយ first ម្ដងផងហ្នឹងសម្រាប់បូមក្រុមហ៊ុនបងប្អូនហើយបូមក្រុមហ៊ុនចំពោះពងវាក៏ទុនដែរហើយយើងជិះមានអារម្មណ៍ថាវាស្រួលមែនតើបើយើងនិយាយពីភាពធៀបជាមួយនឹងសជាមួយនឹងបូមក្រុមហ៊ុនខ្ញុំឧទាហរណ៍បូមសស៊ីនហ្នឹង 100% ពេលយើងដាក់បូមខ្យល់ក្រុមហ៊ុនទៅវាអាចបានស្រួលជីប្រហែលជា 80% តោះគ្នាតែបើនិយាយប្រៀបធៀបជាមួយនឹងបូមកែច្នៃបូមស៊ីន 100% បូមកែច្នៃវាអាចបានត្រឹម60ទៅ70អីហ្នឹងឯងបងប្អូនហើយបូមកែច្នៃបងប្អូនមានតាមប្រភេទវាទៀតប៉ុន្តែខ្ញុំអត់តន់និយាយពីប្រភេទវាទេខ្ញុំនិយាយតែពីហ្នឹងដើម្បីអ្នកគ្នាយល់ហើយសម្រាប់បូមខ្យល់ការប្រើប្រាស់វាបានដូចគ្នាទាំងអស់គុណសម្បត្តិគុណវិបត្តិតម្លៃវាខុសគ្នាតែប៉ុណ្្នឹងបងប្អូនហើយសម្រាប់សំណួរផ្សេងៗខ្ញុំនឹងឆ្លើយទៅតាមវីដេអូនេះបងប្អូនចឹងហើយជួបគ្នាវីដេអូក្រោយបើសិនជាចង់បានវីដេអូអីតាក់ទងជាមួយនឹងបូមខ្យល់ទៀតខ្ញុំចែកម្លែកតាមអីដែលខ្ញុំដឹងតាមអីដែលខ្ញុំប្រើប្រាស់ផ្ទាល់ទាំងអស់គ្នាខ្ញុំនឹងចែកម្លែកហើយបើសិនជាបងខាងគាត់បងខ្យល់បើខ្ញុំនិយាយខុសអីគាត់អាចខមមិននៅខាងក្រោមបានព្រោះខ្ញុំក៏មិនមែនជាងដែរបងប្អូនខ្ញុំនិយាយតាមបទពិសោធន៍ដែលខ្ញុំដឹងតាមដែលខ្ញុំបានសួរបងគាត់រាប់ប្រើប្រាស់ដូចគ្នាហើយមួយទៀតតាមបងជាងអីចឹងបងប្អូនចឹងជួបគ្នាវីដេអូក្រោយបាយបាយ